ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយថាខ្ញុំមកប្រាប់ពីវិធីកាត់ឆុងណាបងណាអាហ្នឹងកាត់ឆុងកាត់គ្រួចង្រៃកាត់សយអីចេញអស់ណាបងណាដែលមានឆុងឆ្នាំឆុងខែឆុងថ្ងៃឆុងអីទាំងអស់បងចង្រៃចង្រោអីគឺបើវាជាឆ្ងាយគឺខ្ញុំមានក្រូចឆ្មា9ផ្លែស្លឹកក្រូចសើច9ស្លឹកស្លឹកចិតឹម9ស្លឹកបងប៉ុន្តែសម្រាប់ក្រូចសើចបងដាក់ក៏បានដាក់ក៏បានសម្រាប់ស្លឹកខ្ញុំមានតែក្រូចឆ្មាបងអាចមានតែក្រូចឆ្មាជាមួយនឹងស្លឹកតឹមឬក៏ក្រូចឆ្មាជាមួយស្លឹកក្រូចសើចក៏បានដែរតែខ្ញុំចឹងខ្ញុំមានសັບគ្រប់ចឹងខ្ញុំដាក់ណាបងខ្ញុំដាក់ស្លឹកតឹមចំនួន9ត្រួយក្រូចឆ្មា9ផ្លែក្រូចសើច9ស្លែហើយនឹងស្លឹកក្រូចសើច9ស្លឹកណាបងណានិយាយទៅបងអត់មានបងដាក់តែ2មុខទេជាមួយនឹងអំបិលខ្ញុំដាក់9ក្តាប់ដូចគ្នាបង9ក្តាប់បងដាក់7ផ្លែក៏បាន7ស្លឹកក៏បានណាបងនិយាយទៅមានវិធីនេះគឺមានធ្វើមាន2បងដាក់7ផ្លែក៏បានបងដាក់7ទាំងអស់ស្លឹកក្រូចតឹម7ស្លឹកក្រូចឆ្មាគឺ7ផ្លែបើបងអត់បើបងមានតែស្លឹកតឹមបងដាក់តែស្លឹកតឹមនិងផ្លែក្រូចឆ្មាក៏បានដែរណាបងហើយបើបងអត់ស្លឹកតឹមទេបងដាក់តែស្លឹកក្រូចសើចជាមួយនឹងក្រូចឆ្មាណាបងណាអញ្ចឹងបងអាចធ្វើការកាត់សយកាត់ចង្រៃបានណាបងសម្លាញ់ទាំងអស់គ្នាខ្ញុំធ្វើនេះគឺខ្ញុំដាក់សពមុខដោយសារតែខ្ញុំមានគ្រប់មុខអញ្ចឹងបងខ្ញុំដាក់គ្រប់ផ្លែក្រូចសើចក្រូចឆ្មាក្រូចតឹម9ស្លឹកក្រូចស្លឹកក្រូចសើច9ស្លឹកក្រូចឆ្មា9ផ្លែក្រូចសើច9ផ្លែខ្ញុំហាន់អញ្ចឹងណាបងហើយមានអំបិលហ្នឹងខ្ញុំចាក់ចូលទឹកទីត្រូខ្ញុំដាក់កាចប៉ោតណាបងណាអញ្ចឹងយើងដាក់អំបិល9ក្តាប់ដាក់អំបិលហ្នឹង9ក្តាប់ចាហើយបងកូរឲ្យអំបិលនៅលាយយើងមានធូប9តសៃហើយបងនិយាយទៅបងសូត្រអ្នកមោតស័ក3ចប់មកបងសូត្រអ្នកមោតស័ក3ចប់ហើយបងកូរអំបិលឲ្យលាយណាហើយបងបន់ស្រានទៅបងសូត្រអ្នកមោតស័ក3ចប់ហើយព្រះពុទ្ធព្រះធម៌ព្រះសង្ឃមកបងកូរអំបិលនឹងឲ្យលាយដើម្បីធ្វើប្រសិទ្ធិណាបងណាសូមឲ្យគ្រោះចង្រៃចង្រោបើវាជាឆ្ងាយទៅឲ្យអស់កាត់ឆុងកាត់ខែកាត់ឆ្នាំឆុងបងច្រឡំឆុងឆ្នាំឆុងខែឆុងថ្ងៃសូមកាត់ចេញអស់គ្រោះចង្រៃចង្រោកាត់ចេញសូមលាបសូមហេងចូលណាបងអញ្ចឹងយើងធ្វើសូត្រអ្នកមោតស័ក3ចប់ហើយយើងនិយាយចឹងមកបងហើយកូរបងប្រសិទ្ធិហើយបងដាក់ជើងត្រាំកូរអំបិលអាលីបងដាក់ជើងត្រាំរយៈពេល40នាទីបងរយៈពេល40នាទីបងត្រាំទៅបងអាចដកចេញណារយៈពេល40នាទីហ្នឹងបងយកទឹកទៅលូកដៃទៅលាងអីចឹងទៅបងឲ្យបងប្រសិទ្ធិមកគឺរយៈពេល40នាទីចាំបង